តើបងប្អូនទៅស្លម្ជូរក្រាក់ទាញ៉ាំឲ្យឆ្ងាញ់ជក់ម្ដងមើលបើមានទាកាប់មិនសូវឆ្ងាញ់ទេបើថាបានទីកប៉ាធំធំទៅខ្ញុំចាអូដាក់មកមួយឆ្នាំហ្នឹងគឺពុះពេញទៅដោយជាតិហ្មងស្លមិនធ្វើខាប់ពេកទេរៀងរាវតិចប៉ុណ្ណឹងមកបានហត់ទឹកជាតិណាស់ដាក់រសជាតិជូររៀងលះបងប្អូនហើយពេលយើងមកធ្វើការហត់អីចឹងបានហត់ទឹកស្លក្តៅមានកម្លាំងវិញភ្លាមបណ្ដោយគ្រឿងផ្សំធ្វើម្ជូរក្រាក់ទាងាយមែនតើងាយជាងស្លម្ជូរគ្រឿងដាច់គ្រាន់តែយើងដំគល់សក្រីមិនយកស្លឹកទេយកតកល់វា2កង់ខាងលើទៅបានហើយខ្ទឹមសដំឲ្យតប៉ែតចឹងមកឲ្យដាក់រៀងច្រើនបន្តិចដើម្បីកាត់ក្លិនឆ្អាបរបស់ទាយើងហ្នឹងសក្រូចអណ្ដែងចិត្តបកសបកអីឲ្យស្អាតមកត្រាប់ស្រួយហាន់រួចយើងត្រាំទឹកអំបិលទៅដើម្បីវាអស់ជាតិជ័រមួយទៀតគឺម្ទេសផ្លោកក្រៀមយើងត្រាំឲ្យរីករួចកាន់ឲ្យម៉ត់មកចំណែកស្លឹកកន្ទ្រោបវិញតំបេះមកតាមបងប្អូននេះស្រស់ល្អមែនទែនហើយស្លឹកចាស់ល្អទៀតបានអញ្ចឹងអីក្លិនឈ្ងុយណាស់ហើយចំណែកទារបស់យើងវិញមានគ្រឿងក្នុងមកឡើងមួយសែតនិយាយទៅលើសពីមួយសែតទៀតចង់ចូល10សែតជាពិសេសមួយទៀតនោះគឺម្ជូរសាំងបានជូរហើយក្លិនឈ្ងុយក្រអូបទៀតតោះឥឡូវយើងមកស្លដាក់ខ្លាញ់ចូលបន្តិចមករួចបងគ្រឿងកូឡក្រេមម្ដែងក្រើខ្ទឹមសខ្ទឹមក្រហមចូលអស់មកថ្ងៃនេះខ្ញុំស្លទាចំនួន2ក្បាលអញ្ចឹងដាក់គ្រឿងរៀងច្រើនបន្តិចរួចចាក់ម្ទេសផ្លោកក្រៀមដែលយើងបានកាន់ម៉ត់មុនហ្នឹងចូលមកម្លេញវាឲ្យឡើងឈ្ងុយចូលគ្នាណាសម្រាប់ចាប់ប្រហុកចូលឆាទៅឆាមករហូតតគ្រឿងរបស់យើងហ្នឹងឈ្ងុយដល់តអិនសិនសម្រាប់យើងចាក់សាច់ទាដែលយើងបានហាន់មុនហ្នឹងចូលឲ្យអស់មកតាមការដែលខ្ញុំស្លម្ជូរក្រាក់ទាតយើងម្លេញគ្រឿងឲ្យឈ្ងុយសិនហើយយើងឆាសាច់ទារបស់យើងជាមួយនឹងគ្រឿងហ្នឹងណាឲ្យដាច់ទឹកប្រៃបានធ្វើឲ្យក្លិនទឹកសម្លរបស់យើងមានក្លិនឈ្ងុយល្អហើយវាមានជាតិហ្មងតែកាលណាយើងងាស់ទាអត់ដាច់ទឹកល្អវាធ្វើឲ្យសម្លរបស់យើងមានក្លិនឆ្អាបទាអញ្ចឹងទៅទារបស់យើងនេះវាចាប់ផ្ដើមពុះចេញទឹកមកខ្លះហើយអញ្ចឹងយើងក៏បងគ្រឿងថែមម្សៅស៊ុបមាន់កន្លះស្លាបព្រាបាយប៊ីចេងមកបន្តិចនិងស្ករត្នោត1ស្លាបព្រាបាយជាធម្មតាខ្ញុំស្លម្ជូរអត់ដែលដាក់ស្ករទេតែសម្រាប់ស្លម្ជូរក្រាក់ទាវិញយើងលួចថែមស្ករតិចបានបង្កើនរសជាតិញ៉ាំទៅធ្វើឲ្យយើងជក់មាត់តែម្ដងអាសាកោផងណាបងប្អូនខៃឡូវាខ្លាចបានចន្លោះពេលនេះណាស្លរបស់យើងគឺថាក្លិនឈ្ងុយល្អមែនតែនធ្វើអញ្ចឹងទៅសាច់ទារបស់យើងចេញខ្លាញ់មកអស់នៅពេលដែលវាឆ្អិនណាញ៉ាំអត់តលាន់ទេក៏រហូតតតាទានឹងចេញទឹកមកអស់រៀងដាច់ទឹកខ្លាំងតិចសិនណាបងប្អូនសម្យើងចាក់ទឹកជាចូលដោយសារតាទាខ្ញុំទិញមកហ្នឹងរៀងខ្ចីដែរអញ្ចឹងងាស់អត់យូរទេគ្រាន់តែថាយើងងាស់ដាច់ទឹកប្រៃហ្នឹងហើយចាក់ទឹកជាចូលទឹកតែមកពុះហ្នឹងទាហ្នឹងក៏ផុយល្មមដែរសម្រាប់ស្លម្ជូរនេះវិញបើសិនយើងងាស់វារហូតតទារបស់យើងផុយខ្លាំងពេកអត់សូវឆ្ងាញ់ទេបានតាទារបស់យើងស្បែកវានៅរៀងផុយជ្រុបអីចឹងបងប្អូនអូញ៉ាំទៅជក់មាត់ណាហើយឆ្ងាញ់មែនតែនហ្មងណាចូលមើលតាទារបស់យើងនឹងផុយហើយយើងបងកសាំងចូលមកជាមួយនឹងផ្លែត្រប់ដែលយើងបានចិតត្រាំទឹកអំបិលមកហ្នឹងដាក់ចូលអស់មកឲ្យត្រប់នេះបើសិនយើងចិតបានត្រាំទឹកអំបិលទេធ្វើឲ្យពណ៌ទឹកសម្លរបស់យើងអត់សូវស្អាតទេឡើងពណ៌ក្រហមហើយសម្លរបស់យើងគឺថាចោលពណ៌ហ្មងកសាំងនៅពេលយើងដាក់វាដបងអត់តាន់ចេញជាជូរអស់ទេអញ្ចឹងទុកប្រហែលជា3ទៅ5នាទីសិនសម្រាប់យើងភ្លក់មើលជូរល្មមដែលយើងចូលចិត្តហើយចាំបងស្លឹកកន្ទ្រោបចូលហើយស្លឹកកន្ទ្រោបនេះមុននឹងដាក់បងចូលស្លក៏យើងយកទៅរោភ្លើងមុនសិនដែរដើម្បីឲ្យវាមានក្លិនឈ្ងុយកាន់តែខ្លាំងច្បោតយកទៅស្លឹកចឹងទៅបងចូលសម្លតែម្ដងពេលយើងញ៉ាំដល់ទៅស្លឹកកន្ទ្រោបនឹងតែម្ដងមកបងប្អូនហើយប៉ះចឹងគាត់ថាក្លិនឈ្ងុយពេញមាត់ខ្ញុំចូលចិត្តមែនតើសម្រាប់របៀបស្លម្ជូរក្រាក់របស់បងប្អូនណាតើដូចគ្នាជាមួយខ្ញុំដែរអត់បើសិនជាដូចគ្នាឬខុសគ្នាមិនម៉ាអីទេកុំភ្លេចជួយ comment នៅខាងក្រោមវីដេអូនេះផងត្រប់ដែលយើងស្លនេះមិនបាច់ឲ្យឆ្អិនខ្លាំងពេកទេវានៅរៀងច្របចឹងឆ្ងាញ់បើថាឆ្អិនពេកវាលួយធ្វើឲ្យក្លិនសម្លរបស់យើងក៏អត់សូវឈ្ងុយដែរយើងចង់បងម្រះព្រៅចូលក្នុងឆ្នាំងក៏បានឬមួយក៏ពេលរៀបញ៉ាំសម្បងចេះក៏បានចង់បន្ថែមទឹកដោះគោស្រស់ឬមួយក៏ខ្ទិះដូងមួយណាក៏បានមុននេះខ្ញុំបានបន្ថែមទឹកដោះគោស្រស់ក្នុងសម្លម្ដងហើយប៉ុន្តែភ្លេចថតឲ្យបងប្អូនទាំងគ្នាមើលហើយនៅពេលរៀបញ៉ាំក៏បន្ថែមបន្តិចទៀតដើម្បីឲ្យសម្លម្ជូររបស់យើងមានរសជាតិកាន់តែខ្ទិះឆ្ងាញ់ចឹងណាសាច់ទារបស់យើងងាស់ប៉ុណ្នេះមកល្មមវាអត់ផុយខ្លាំងពេកស្បែកវានៅច្របហើយសាច់អីឡងខ្ទិះចូលក្លិនចូលគ្រឿងល្អមែនតែនទឹកសម្លឈ្ងុយកសាំងឈ្ងុយគ្រឿងហើយហត់ម៉ាត់ណាមកក៏ជាតិដែរញ៉ាំក្តៅជូរជ្រះ